ទៅបន្តលំហាត់គណិតវិទ្យាក្នុងមេរៀនទី3 Twitter និមិត្តយើងបន្តសូមលើកយកលំហាត់ទី12និងទី11ដែលលំហាត់ទី11គេឲ្យ Twitter និមិត្តមានតួទី1ស្មើនឹង3តួទី2ស្មើ12តួទី3ស្មើ48និងតួទី4ស្មើ192ហើយសំណួរទី1គេឲ្យកំណត់តួទី9ហើយនិងសំណួរខគេសួរថាតើ12288ជាតួទីប៉ុន្មាននៃ Twitter នេះអញ្ចឹងទាំងពីរសំណួរហ្នឹងត្រូវការស្គាល់រូបមន្តតួទី n ហើយនិងផលធៀបរួម Twitter និមិត្តអញ្ចឹងសូមទៅចម្លើយនៅលំហាត់ទាំងពីរតែម្ដងដែលលំហាត់ទី11របស់យើងសួរសំណួរទី1គឺគណនាតួទី9បើគណនាតួទី9យើងមានសមត្ថកម្មរបស់យើងគឺមាន a1 ស្មើនឹង3 a2 ស្មើ12ហើយកាលណាយើងស្គាល់ពីរតួជាប់គ្នាយើងអាចរក Q បានដែលហៅថាផលធៀបរួមស្មើនឹង a2 លើ a1 a2 យើង12 a1 យើង3 12ចែក3ស្មើនឹង4ហើយ n របស់យើងគឺស្មើនឹង9គឺតួទី9តាមប្រព័ន្ធតួទី n ជាធននិមិត្ត an ស្មើនឹង a1 គុណនឹង q ស្មើគុណ n ដក1ហើយយើងជំនួស n ដោយ9ជំនួស a1 ដោយលេខ3ហើយនឹង q របស់យើងដោយលេខ4អញ្ចឹងយើងបានតំណែងរបស់យើងទៅជា a9 ស្មើនឹង3គុណនឹង4ស្មើគុណ9ដក1 9ដក1ស្មើនឹង8 4ស្មើគុណ8ស្មើនឹង65536យើងគុណនឹង3យើងបាន196,608ដូចនេះយើងបានតួទី9របស់យើងគឺយើងតាំងដោយ a9 ស្មើនឹង196,608សូមទៅចម្លើយលំហាត់ខគេសួរថាតើចំនួន12288ជាតួទីប៉ុន្មានដើម្បីកំណត់ចំនួនតួកណេស្គាល់តម្លៃនៃតួបែបនេះយើងត្រូវអនុវត្តតាមប្រព័ន្ធតួទី n ដដែលនៅក្នុងនេះយើងមានសមត្ថកម្មរបស់យើងមាន a1 ស្មើនឹង3 a2 ស្មើ12ហើយនិង an របស់យើងគឺតួដែលគេប្រាប់គឺស្មើនឹង12288ហើយ q របស់យើងស្មើ4ដដែលនៅក្នុងនេះយើងអត់ស្គាល់ n ទេយើងត្រូវរក n ដែលរក n យើងអនុវត្តតាមប្រព័ន្ធតួទី n ដដែល an ស្មើនឹង a1 គុណនឹង q ស្មើគុណ n ដក1ហើយយើងជំនួស an ដោយ12288និង a1 ដោយលេខ3 q ដោយលេខ4ជាងយើងបានតំណែងមកយើងទៅជា12288ស្មើនឹង3គុណនឹង4ស្មើគុណ n ដក1អញ្ចឹង4ស្មើគុណ n ដក1មានមេគុណ3អញ្ចឹងយើងសម្រួលនឹង3យើងយក12288ចែកនឹង3យើងបាន4096ដោយសារអង្គទី2មានគោល4អញ្ចឹងខ្ញុំយក4096ចែកនឹង4អញ្ចឹងនៅពេលដែលចែកនឹង4ទៅយើងបាន4ចំនួន6កតាដែលយើងអាចសរសេរបានថា4ស្វ័យគុណ6បន្ទាប់ពីគោលដូចគ្នាយើងលុបគោលចោលយើងបាន6ស្មើនឹង n ដក1នាំឲ្យ n ស្មើ6បូក1គឺ7ដែលមានន័យថាចំនួន12288ជាតួទី7អញ្ចឹងនៅក្នុងលំហាត់កខគឺយើងអនុវត្តតាមប្រព័ន្ធតួទី n ដូចគ្នាសូមទៅលំហាត់ទី13តែលំហាត់ទី13គេឲ្យគណនាតួទី7អញ្ចឹងលំហាត់នេះគឺដូចជាមួយនឹងលំហាត់ទី12ដែរគឺយើងមាន a1 ស្មើនឹង3 a2 ស្មើ12ហើយ q របស់យើងគឺយក a2 លើ a1 12ចែកនឹង3ស្មើនឹង4ហើយ n របស់យើងស្មើ7បន្ទាប់មកយើងអនុវត្តតាមរូបមន្តតួទី n ជាធននិមិត្តមកយើងបាន an ស្មើនឹង a1 គុណនឹង q ស្មើគុណ n ដក1យើងជំនួស an ដោយ a7 ហើយនឹង a1 យើងដោយលេខ3 q របស់យើងគឺលេខ4អញ្ចឹងយើងបាន a7 ស្មើ3គុណនឹង4ស្មើគុណ7ដក1 7ដក1ស្មើនឹង6 4ស្មើគុណ6ស្មើនឹង4096 4096គុណនឹង3ឃើញ12288មានន័យថាដូចជាមួយនឹងចម្លើយសំណួរខលំហាត់ទី12ដែរដែលតម្លៃ12288ជាតួទី7ហើយលំហាត់ទី13តួទី7ស្មើនឹង12288សំណួរខគេសួរថាតើចំនួន449សំថា49152ជាតួទីប៉ុន្មានអញ្ចឹងដូចជាមួយនឹងសំណួរខក្រវៀននិកាយទឹកយើងមានតួទី1ស្មើនឹង3តួទី2ស្មើនឹង2ហើយនិងតួចុងក្រោយយើងគឺ an ស្មើនឹង49152ហើយ q របស់យើងរកឃើញ4អនុវត្តតាមរូបមន្តតួទី n an ស្មើនឹង a1 q ស្មើគុណ n ដក1 an របស់យើងគឺ49152និង a1 របស់យើងគឺលេខ3ហើយ q របស់យើងលេខ4អញ្ចឹងយើងបាន49152ស្មើនឹង3គុណនឹង4សេគុណដល់1យើងយក49152ចែកនឹង3យើងបាន16384ហើយយើងយក16384យើងចែកនឹង4ចែកនឹង4រហូតទៅយើងបាន4ចំនួន7កតាដែល4ស្វ័យ
ជាងយើងបាន4ចំនួន7យើងអាចសេ4សេគុណ7លុបគោល4ចោលយើងបាន n ដក1ស្មើ7យើងបោះដក1ម្អងទី2យើងបាន7បូក1ស្មើនឹង8ដូចនេះយើងសន្មតថាចំនួន49152ជាតួទី8សូមអរគុណ